មុននេះបន្តិចលោកបងសំណប់បានចេញការឡាយនិយាយចំពីកីឡាករធឿនធីរ៉ាប៉ះជាមួយនឹងកីឡាករ Macross ដែលជាជើងខ្លាំងមកពីអាហ្វ្រិកហើយកីឡាកររូបនេះគឺខាងលោកបងសំណប់គឺគាត់អត់ដឹងថាប្រវត្តិកីឡាកររូបនេះគឺជាកីឡាករលំដាប់ភេទណាទេប៉ុន្តែដោយក្នុងការឡាយគាត់បាននិយាយចំហើយគឺដោយតែខាងស្ថាប័នWCK អ្នករៀបចំដោយលោកថុកគឹមអ្នកប្រហើបចឹងហើយថ្មីនេះគឺខាងស្ថាប័នខ្សែក្រវ៉ាត់ WCK គឺបានសហការជាមួយនឹងលោកថុកគឹមត្រៀមនឹងបង្កើតខ្សែក្រវ៉ាត់WCK គុណខ្មែរនេះថ្ងៃខាងមុខនេះហើយនៅក្នុងនោះលោកបងសំណប់បានលើកឡើងនិយាយចំជាច្រើនណាប្រិយមិត្តបងប្អូនហើយក៏ថាកីឡាករដៃគូរបស់កីឡាករធឿនតារានេះប្រវត្តិប្រកួតរបស់គាត់មើលទៅក៏មិនធម្មតាដែរហើយគាត់ថាគាត់មិនដឹងច្បាស់ទេប៉ុន្តែសប្តាហ៍ថ្ងៃនេះគឺគាត់កាន់ស្ថាប័នខ្សែក្រវ៉ាត់ ISKA ដែលជាខ្សែក្រវ៉ាត់មួយស្ថាប័នសម្រាប់គាត់កាន់សប្តាហ៍ថ្ងៃនេះដឹកនាំកីឡាករគុណខ្មែរប្រកួតក្នុងស្រុកហើយនៅក្រៅស្រុកកន្លងមកតែងតែមានការវិញតាមខ្សែក្រវ៉ាត់ ISKA ហើយនឹងការប្រកួតដល់ក្រៅកីឡាករគុណខ្មែរយើងជាច្រើនដែលពងតែក្រុងខ្សែក្រវ៉ាត់ ISKA គុណខ្មែរហើយនៅក្នុងនោះគាត់បានលើកឡើងនិយាយចំថាលោកថុំគឹមគាត់សប្តាហ៍នេះគឺគាត់ក្រុមស្ថាប័នខ្សែក្រវ៉ាត់ IPCC ហើយថ្ងៃខាងមុខហ្នឹងគឺគាត់ត្រៀមក្រុមជាប្រធានខ្សែក្រវ៉ាត់ស្ថាប័ន WCK ដែលជាស្ថាប័នមួយមកពីខាងទ្វីបអឺរ៉ុបណាប្រិយមិត្តបងប្អូនហើយស្ថាប័នមួយនេះគឺថ្ងៃខាងមុខនេះអាចនឹងសហការជាមួយនឹងលោកថុំគឹមបង្កើតបានមហាព្រឹត្តិការណ៍គុណខ្មែរដណ្ដើមខ្សែក្រវ៉ាត់ WCK នេះប៉ះជាមួយនឹងជើងខ្លាំងមកពីទ្វីបអឺរ៉ុបរូបនេះប្រមាណរូបនេះដែលត្រៀមនឹងប្រកួតនៅប្រទេសសហរដ្ឋអាមេរិកនៅថ្ងៃខាងមុខនេះហើយអាចនឹងមានការដណ្ដើមខ្សែក្រវ៉ាត់ WCK នៅថ្ងៃខាងមុខនៅប្រទេសកម្ពុជាយើងហើយនេះគ្រាន់តែជាការប្រកួតមិត្តភាពគ្រាន់តែថាគុណខ្មែរ VS ជាមួយនឹង USA ណាបងប្អូនគឺអត់ទាន់ប្រកួតពីដើមខ្សែក្រវ៉ាត់ WCK គ្រាន់តែជាការប្រកួតស្ថាប័នខ្សែក្រវ៉ាត់ IPCC ប៉ះជាមួយនឹងស្ថាប័នខ្សែក្រវ៉ាត់ WCK គឺថ្ងៃខាងមុខនេះគឺលោកថុំគឹមថានឹងត្រៀមវិលកងទ័ពគុណខ្មែរទៅប្រកួតនៅអាមេរិកវិញដើម្បីទៅញាក់សាច់ហើយនៅក្នុងនោះបងសំណប់គាត់បានចេញនិយាយទៀតថាលោកថុំគឹមគាត់ស្ថាប័នគាត់ខ្សែក្រវ៉ាត់ IPCC ហើយនៅថ្ងៃខាងមុខនឹងមានខ្សែក្រវ៉ាត់ WCK ហើយអង្គការស្រីអន្តនត្រៀមលេងមកស្ថាប័នដែរបងប្អូនដឹងហើយស្ថាប័នដែលល្បីជាងគេបំផុសប្រពន្ធលោកដែលខ្សែក្រវ៉ាត់ WBC ហើយនៅក្នុងនោះអង្គការស្រីអន្តនត្រៀមដាក់ខ្សែក្រវ៉ាត់ WBC ហ្នឹងជា WBC គុណខ្មែរគឺគាត់បានតាក់ទងបានដោយជោគជ័យហើយស្ថាប័នធំដែលគុណខ្មែរពីមុនមកធ្លាប់មានឥឡូវនេះគឺរត់មកគុណខ្មែរយើងច្រើនមែនទែនបងប្អូនដោយសារតែមានការប្រម៉ូទ័រនិងសហការគ្នាបង្កើតបានមហាព្រឹត្តិការណ៍គុណខ្មែរផ្សព្វផ្សាយក្រៅប្រទេសផងហើយតាក់ទាញនឹងស្ថាប័នគេដើម្បីមកទទួលស្គាល់ពីគុណខ្មែរយើងថាជាគុណខ្មែរ original ណាបងប្អូនហើយស្ថាប័នដែលភាគច្រើនគឺស្ថាប័នខ្សែវ៉ាត់ WBC គឺភាគច្រើនថៃជាដើមមុនយើងតាំងពី2004ខែតុលាម្លេះគេចូលមុនយើងបងប្អូនស្ថាប័នខ្សែវ៉ាត់ WBC ហើយស្ថាប័ន WCK នេះគឺអត់ទាន់មានឃើញមួយថៃក្រងនេះហើយបើខ្សែក្រវ៉ាត់ WBC WBO ហ្នឹងគឺថៃដល់ក្រងបដាបតាប៉ុន្តែគាត់ថាបើខាងISKA អីហ្នឹងគឺខ្សែក្រវ៉ាត់ហ្នឹងគឺខាងថៃមានមួយអត់ទៅល្បីរត់ WBC ណាបងប្អូនតែសំខាន់ត្រៀមដឹងតញាក់សាច់ហើយបងប្អូនដឹងគុកក្រៅហើយថាមានតពលមានប្រទេសចែកជូនប្រិយមិត្តបងប្អូនកុំភ្លេចចុច Subscribe អ្នកមួយផងចាស់ដឹងដើម្បីបានព័ត៌មានថ្មីពី Channel គុណខ្មែរ TV ចែកជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃ